គ្នាថ្ងៃនេះឥឡូវនេះគឺខ្ញុំកំពុងនៅលើអតិភ្លើងនៅ Houston គឺខ្ញុំមកមើល World Cup Football Match នៅ Houston យើងហ្មងវីដេអូមុនគឺខ្ញុំគ្រាន់តែ review ទស្សនវិជ្ជានៅខាងក្រៅ stadium ឲ្យអ្នកទាំងអស់គ្នាប៉ុន្តែលើកនេះគឺខ្ញុំមកមើលផ្ទាល់ហ្មងមិនគ្រាន់តែខ្ញុំចង់មាន experience ចែកម្លែកអ្នកទាំងអស់គ្នាថាតើក្នុងនឹងមានអីគេខ្លះតើក្នុង stadium តើគេមាន provide អីគេខ្លះចឹងកុំភ្លេចតាមដានណាហើយឥឡូវនេះគឺខ្ញុំកំពុងនៅលើអតិភ្លើងជិះទៅ stadium នឹងឯងហើយនិយាយថានៅនេះអាកាសធាតុក្តៅមែនតើមនុស្សច្រើនណាស់អ្នកទាំងអស់គ្នាហើយគេ celebrate ទាំងអស់ហ្មងចាំខ្ញុំនឹង detail កន្លែងផ្សេងៗទៀតឲ្យអ្នកទាំងអស់គ្នាតែឥឡូវកុំភ្លេចតាមដានទាំងអស់គ្នាអូខេថា App World Cup គឺ smart មែនតើគេឲ្យយើងនៅក្នុងចូល wallet របស់យើងបាននេះមានន័យថាបើខ្ញុំ screenshot ដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នានៅក្នុងទូរស័ព្ទរបស់ខ្ញុំគឺឲ្យហ្មងអ្នកទាំងអស់គ្នាខ្ញុំ screenshot ខ្មៅយកហ្មងអញ្ចឹងពេលដែលខ្ញុំ click នេះខ្ញុំថតក្នុងកាមេរ៉ាអញ្ចឹងអ្នកទាំងអស់គ្នាអាចឃើញនេះគឺខ្ញុំ click មកវា load មកជាសបុត World Cup ហ្មងឃើញអ្នកទាំងអស់គ្នាដល់ពេលខ្ញុំសាក add ចូលក្នុង wallet គឺខ្ញុំ add បាននេះអារម្មណ៍ពេលហ្នឹងខ្ញុំអត់មានអីថ្លែងទេអ្នកទាំងអស់គ្នាទោះបីថាគូមើលមិនល្អឬក៏ខ្ញុំថតអត់ទាន់មានមនុស្សក៏ដោយប៉ុន្តែសម្រាប់ខ្ញុំគិតថាអស្ចារ្យមែនតើព្រោះខ្ញុំជាកូនខ្មែរម្នាក់សោះខ្ញុំមិនដែលសម័យថាខ្ញុំបានមកដល់ចំណុចមួយហ្នឹងទេវេទនាពិបាកមិនលុយកាក់មិនសំខាន់ខ្ញុំធ្វើវាសម្រេចដល់តែបានការមើលប្រហែលជាមិនសប្បាយដោយមោទនភាពលើខ្លួនឯងច្រើនជាងផ្ដល់ទំនុកចិត្តនិងក្តីសុខឲ្យខ្លួនឯងពិតប្រាកដអ្នកទាំងអស់គ្នាដោយមិនចាំបាច់ថាមានអ្នកណាទៅជាមួយយើងក៏បានវាមានរឿងជាច្រើនដែលខ្ញុំចង់រៀបរាប់ប៉ុន្តែគ្រាន់តែអារម្មណ៍ពេលហ្នឹងគឺខ្ញុំចង់ចាំអត់ភ្លេចខ្ញុំអត់ចេះមើលទេគាត់ថាខ្ញុំ excited This is more than just a game
និយាយទៅក៏ប្លែកមែនតើអ្នកទាំងអស់គ្នាវីដេអូខ្ញុំមួយ trip ហ្នឹងណាគឺខ្ញុំភ្លេចបើក microphone on អញ្ចឹងគឺខ្ញុំអត់មានសំឡេងនៅក្នុងវីដេអូច្រើនមែនតើខ្ញុំខាត់សូម្បីតែកន្លែងនេះក៏ខ្ញុំសម្ភាសគាត់ព្រោះអីគាត់មកមើលម្នាក់ឯងដែរហើយខ្ញុំមាន seat ជាប់គាត់ចុងក្រោយគឺអត់មានសំឡេងគាត់ទាំងអស់ប៉ុន្តែសរុបមកគឺខ្ញុំប្រាប់គាត់ថាខ្ញុំជាកូនខ្មែរហើយខ្ញុំរៀបរាប់ពីប្រទេសរបស់យើងហើយគាត់ក៏ can wait to visit Cambodia next time ឥឡូវហ្នឹងអ្នកទាំងអស់គ្នាគឺដល់វគ្គទី2ឯងបន្ទាប់ពីគេហៅថាស្អីសម្រាប់45នាទីខ្ញុំអត់សូវដឹងច្បាស់ដែរប៉ុន្តែនេះទស្សនវិជ្ជាដែលខ្ញុំបានមើលឃើញនៅកម្មវិធី World Cup 2026នៅសហរដ្ឋអាមេរិកកាណាដាហើយនិងមេស៊ីកូហើយនេះក៏ជា experience មួយថ្មីសម្រាប់ខ្ញុំដែរដែលខ្ញុំមិនដែលពីមុនមកសោះគ្រាន់តែខ្ញុំដឹងតែ World Cup ប៉ុន្តែខ្ញុំមិនដឹងថារបៀបបែបមិនចឹងអ្នកទាំងអស់គ្នាឥឡូវហ្នឹងអ្នកទាំងគ្នាកុំភ្លេចមើលទាំងអស់គ្នាngợm môi ngợm được không? That's okay. Thank you. Thank you. Finally, my mission complete. Okay. Finally, chọc tới body boy. Chồng chụp cái này nó video rồi á. Bye. Nè tengah kia ni mal xịn á, bọc kê món cứ $250 ឥឡូវយើងមកចូលទិញរបស់ World Cup ស៊ីនម្ដងគឺអត់មានអាយទេអត់មានទិញតាមអនឡាញទេបានទេកន្លែងនេះស៊ីនយកមកអូខេអ្នកទាំងអស់គ្នាសូមវីដេអូខ្ញុំវីដេអូមើល World Cup ខ្ញុំចប់ប៉ុណ្្នឹងហើយចុងក្រោយគម្រោងណាយកកងដៃខ្ញុំនឹងគឺយកអត់បានទេដោយសារមនុស្សច្រើនមែនតើអញ្ចឹងខ្ញុំបាននិយាយទៅវិញមួយដែរ at least experience of មើល World Cup ទាំងអស់គ្នាសូម្បីតែផ្លូវទៅផ្ទះវិញហ្នឹងក៏មានដាក់ទូឲ្យមើលដែរមានឲ្យខាតហ្មងហើយម៉ែមនុស្សឡើងញុកសូម្បីតែភ្លើងក៏ជាណែនប៉ះដែរអ្នកនរគ្នាអត់មានថាបានទៅលឿនទេមនុស្សឡើងរាប់ម៉ឺននាក់ឯហ្នឹងក្នុង stadium តែមួយ
ប៉ុន្តែទាំងអស់គ្នា finally នេះបងប្អូនគ្នានិយាយទៅគិតពីសុខភាពយើងណានៅក្រោយយើងនោះគឺប៉ូលីសហើយឥឡូវមក11ជាង make sure everyone safe តែឥឡូវគឺយើងកំពុងតែ head up ទៅអាទិភ្លើងមើលអាទិភ្លើងឡើងញុកដូច train ទៅប៊ូសានអញ្ចឹងម៉ែដល់សាហាវនេះមិនដឹងថា World Cup នេះខ្ញុំប្រាប់ដល់ទាំងអស់គ្នាតាំងពីដើមដល់ចប់ detail មកឆ្ងាញ់ហ្នឹងគឺយើងត្រូវមកតែយើងមិនបារម្ភទេប៉ូលីសអីគេនៅចាំអន្តរាគមន៍ទាំងអស់មានអ្នកខ្លះគាត់រៀងនេះដែរគាត់រៀងដូចថាតែខ្ចប់ Wow finally after 2 hours of stand still I don't have spot oh my god train to Busan